Xong tôi chơi ai dài quá hả bông cha dài quá đã đăng mày đây cha dài quá đã đăng mày đây ta vị trí và phần là cọ sầm rạp bớt sừng khấm rồi coi chẳng nà việc sầm đầy ní admin ban phô tăng bị khai thằng galo mau mà lệ thà vì đôi khi mình xây xuôi thế sầm rạp admin về để lưu bị vào mặt này hơi admin mẹ làm thà rosal mình đèn mà bồn mẹ làm thà rosal nơi mình sọc mẹ làm thà đôi khi mình xuôi thế sầm rạp cả cuộc mùa này rồi bỏ bớt sừng khấm hát ấy mà bồn admin ai thà nơi riêng asa chuột admin asa chuột bớt sừng khấm admin asa tàu club bỏ bớt sừng khấm bậc hạt to lá chơi mà bồn video này admin mình bên thua lao nằm bay cái là căn chương lược chương bớt sừng khấm để tại trong là bóng ôn bây giờ là làng vinh sầmรับbóng ôn mà chân nuôn đạiกับbóng tại chi chuan mưa nghi từ đó là có con khmái nè trong tim bóng ôn mà vinh thành chơi mình men ở tại là có đại hạt con khmái sẽ tại ai vay nè group bờ tây nô tây mình men nó bóng bây giờ là làng vinh muôn là bóng ôn đã sum piệt được có bóng ôn chê từ đó là có con khmái đạiประกวดtranh từ đó nè cái là cứ miền tranh miền trên nè dươngสมรรถភាពស្ទើរគេសមត្ថភាពខ្លាំងគេឈ្នះយើងសមត្ថភាពខ្លាំងគេមានក្បាច់ស្ទើរជាងយើងឈ្នះនោះគឺជាក្បាច់គុណដែលប្រយុទ្ធនៅលើសង្វៀនបងប្អូនណាអញ្ចឹងអ្នកដែលជេរបឺតសង្ឃឹមទាំងឡាយអ្នកដែលចូលចិត្តជេរកីឡាករដែលចាញ់ទាំងឡាយហ្នឹងសូមពិចារណាឡើងវិញហេតុអី admin ដាក់វីដេអូនេះឡើងបឺតសង្ឃឹមមួយរយៈក្រោយនេះ admin ហ៊ាននិយាយថាបឺតសង្ឃឹមមិនមានពេលគ្រប់គ្រាន់នៅក្នុងការវឹកហាត់ខ្លួនឯងទេពីព្រោះនៅក្នុងក្លឹបមានសិស្សប្អូនដល់ទៅពេលរូបប្រកួតខ្សែក្រវ៉ាត់បាទមានសិស្សប្អូនដល់ទៅពេលរូបប្រកួតខ្សែក្រវ៉ាត់មានរឿងឌីណាហើយមានមហាម៉ាត់នេះផ្ទាល់ដែលគាត់កំពុងតែបុក10កាន់10ខ្លាំងមែនទែនសម្រាប់មហាម៉ាត់ក៏ដូចជារឿងឌីណាបានកាអេរ៉ាវ៉ាន់ក៏ដូចគ្នាដែរប្រកួតកម្មវិធី Gensberg បាទខ្សែក្រវ៉ាត់សិតតែនៅក្រោមការគេហៅថាបុក10កាន់10ហើយនឹងផ្ដល់យុទ្ធសាស្ត្រឲ្យទៅសិស្សប្អូននៅក្នុងក្លឹបអញ្ចឹងគាត់មិនមានពេលគ្រប់គ្រាន់នៅក្នុងការវឹកហាត់ខ្លួនឯងទេបងប្អូនមើលទៅគាត់គ្មានពេលណាវឹកហាត់ទេអញ្ចឹងទេវីដេអូនេះសង្ឃឹមថាបងប្អូនយើងអ្នកដែលចូលចិត្តជេរកីឡាករហ្នឹងគិតពិចារណាឡើងវិញអត់ចំណេញទេបើសិនជាបងប្អូនផ្ដល់ជាយុទ្ធសាស្ត្រថាហោគិតឲ្យលឿនជាងនេះហាត់ឲ្យលឿនជាងនេះស៊ូឲ្យល្អជាងនេះឬក៏យ៉ាងម៉េចអាហ្នឹងវាជាការកែលម្អដ៏ល្អសម្រាប់បងប្អូនយើងដែលបាទចូលចិត្តស្រឡាញ់គុណខ្មែរខ្ញុំជឿជាក់ថាបងប្អូននឹងមិនជេរមិនប្រមាថទៅដល់កីឡាករចាញ់ទេហើយចុងក្រោយសូមបងប្អូនជួយ share វីដេអូនេះម្នាក់មួយផងដើម្បីលើកទឹកចិត្តកីឡាករគុណខ្មែរយើងឲ្យគេហៅថាមានអារម្មណ៍ល្អឡើងវិញព្រោះតែចាញ់អារម្មណ៍ឡើងល្អហើយមួយវិញទៀតបើសង្ឃឹមគឺត្រូវមានភារកិច្ចធំមួយទៀតនៅក្រៅប្រទេសបាទនៅអូស្ត្រាលីវាយដើមខ្សែក្រវ៉ាត់ ISKAបើសិនជាអារម្មណ៍មិនល្អបងប្អូនដឹងស្រាប់ហើយយើងចេញទៅនឹងគឺយកមុខមាត់ប្រទេសយកទៅដើម្បីបាទដាក់នៅលើឆាកអន្តរជាតិហើយបើសិនឧទាហរណ៍បើចាញ់ទៀតតើនឹងមានរឿងអ្វីកើតឡើងបើសិនជាបងប្អូនចូលចិត្តជេរកីឡាករដែលចាញ់បែបហ្នឹងណែជួយស្ដាំជួយ